ភិរក្សនៅប្រភេទសត្វស្លាបដ៏កម្រនេះយ៉ាងណាមិញនៅក្នុងដំណើរទស្សនកិច្ចរបស់ក្រុមនិស្សិតនិងមន្ត្រីពាក់ព័ន្ធដែលបានធ្វើដំណើរទាំងលើផ្លូវគោកនិងផ្លូវទឹកជាច្រើនម៉ោងក្នុងការរងចាំមើលសត្វក្រៀលនោះពួកគេមានអារម្មណ៍សប្បាយចិត្តយ៉ាងខ្លាំងព្រោះថាពីមុនមកនេះជាលើកទី1ហើយដែលបានឃើញសត្វក្រៀលលោកស៊ុយសេងលឹមជាស្ថាបនិកគម្រោងការអប់រំនិងអភិរក្សសត្វស្លាបនៅកម្ពុជានិងក្រុមរបស់លោកជាច្រើនអ្នកទៀតដែលជាក្រុមស្រឡាញ់សត្វស្លាបមានអារម្មណ៍សប្បាយរីករាយនិងខិតខំចូលរួមផ្សព្វផ្សាយទាក់ទងនឹងការអភិរក្សសត្វស្លាបនិងពពួកសត្វកម្រជាច្រើនប្រភេទផ្សេងទៀតផងដែរតាមដែលការសិក្សាដឹងមកបឹងលពៅគ្រាន់តែលឺទេតែថ្ងៃនេះជាថ្ងៃដំបូងហើយដែលខ្ញុំបានមកទីតាំងត្រង់នេះហើយក៏ជាឱកាសលើកទី1ដែរដែលខ្ញុំបានឃើញសត្វក្រៀលនៅនឹងជំរកធម្មជាតិរបស់វាទីធម្មតាខ្ញុំបានឃើញនៅក្នុងទួនសត្វទេក្នុងត្រង់ទេសប្បាយចិត្តដែរថ្ងៃនេះដែលបានឃើញសត្វក្រៀលហើយគឺខ្ញុំថតបានរូបអាចប្រើបានជាឯកសារសម្រាប់ទៅថ្ងៃក្រោយបានដែរហើយសម្រាប់ការចុះអប់រំសហគមន៍ទៅលើគប់តាក់ទងនឹងគំនិតអភិរក្សគឺជាអ្វីដែលក្រុមពួកខ្ញុំនឹងក៏ចង់បានដូចគ្នាដែរហើយគឺជារឿងមួយល្អសម្រាប់ប្រទេសកម្ពុជាដែរដែលយើងចាប់ផ្ដើមមានការអភិរក្សសត្វស្លាបមានការស្រឡាញ់សត្វស្លាបមានការមើលសត្វស្លាបមានការរីកលូតលាស់ឡើងហ្នឹងហើយគោលបំណងដែលពួកខ្ញុំធ្វើឡើងនេះដើម្បីបង្រៀនកូនខ្មែរទាំងអស់ឲ្យគាត់ចេះមើលសត្វឲ្យគាត់យល់អំពីសត្វតើសត្វវារស់នៅយ៉ាងម៉េចហើយការជំរករបស់វាយ៉ាងម៉េចដើម្បីបណ្ដុះគំនិតពួកគាត់នឹងឲ្យចេះស្រឡាញ់ធម្មជាតិនៅស្រុកខ្មែរយើងនឹងហើយយើងយកសัตว์ជារឿងធ្វើដំបូងគេដើម្បីបង្រៀនកូនខ្មែរឲ្យចាប់ផ្ដើមវិភាគទៅលើអ្វីដែលមាននៅជុំវិញខ្លួនយើងនឹងជាពិសេសទៅលើសត្វស្លាបនឹងឯងហើយពួកក្រុមពួកខ្ញុំនឹងក៏បានធ្វើគម្រោងមួយដែរដែលតាក់ទងដើរថតសត្វស្លាបទូទាំងប្រទេសកម្ពុជាដើម្បីធ្វើជាសភៅដើម្បីចែកទៅឲ្យក្មេងៗចាប់ពីក្រោមវិទ្យាល័យចុះទៅដើម្បីបណ្ដុះគំនិតឲ្យពួកគាត់ថាណែពួកយើងចាប់ផ្ដើមស្រឡាញ់សត្វស្លាបហើយមិនមែនពួកយើងចាប់ផ្ដើមបាញ់សត្វស្លាបដូចជាពីមួយចំនួនទៅមួយចំនួនគាត់បង្រៀនកូនខ្មែរឲ្យតែបាញ់ឲ្យតែហូបសត្វព្រៃហ្នឹងទេអញ្ចឹងចំនួនពួកយើងនេះចាប់ផ្ដើមកែប្រែឲ្យពួកយើងចាប់ផ្ដើមស្រឡាញ់សត្វពួកយើងចាប់ផ្ដើមដើរថតសត្វចាប់ផ្ដើមសិក្សាអំពីសត្វពួកយើងមានបដាបដាជាពិសេសពួកយើងមានក្រុមមានកាមេរ៉ាមានអីសមរម្យនឹងអាចប្រើបានដែរហើយគោលបំណងដែលថតហ្នឹងរូបទាំងអស់ដែលអាចថតបានល្អគឺនឹងជ្រើសរើសយកទៅធ្វើជាសភៅសត្វស្លាបនៅកម្ពុជាដែលនិយាយជាភាសាខ្មែរសម្រាប់ឲ្យកូនខ្មែរមើលថាណែប្រទេសយើងមានសត្វអញ្ចឹងដែលវានៅនឹងផ្ទៃតែចំនួនវានៅតិចក្រោយក៏យើងនៅដែរអញ្ចឹងបើសិនបើយើងចាប់ផ្ដើមអភិរក្សពីឥឡូវទៅវាអត់តហួសពេលនឹងឲ្យទេគឺខ្ញុំឃើញមានចំណាប់អារម្មណ៍ឃើញថានៅក្នុងតំបន់នេះបើសិនជាយើងនិយាយ